មនុស្សស្រីកុំធ្វើជាមនុស្សស្រីដែលត្រូវការស្នេហាឬបុរសតែត្រូវធ្វើជាមនុស្សស្រីដែលបុរសត្រូវការអ្នកជាចាំបាច់តាំងពីចាប់កំណើតពីពោះម្ដាយមកក្នុងវ័យជាទារកមានការផ្ដល់នៅទឹកដោះម្ដាយការចេះក្រឡាប់និងផ្ងាមកវិញដល់ចេះអង្គុយបាននឹងណូហើយក៏ចេះដើរដួលក៏រៀនក្រោកមិនយូរក៏ចេះរត់រួចមកការនិយាយទទួលបានហើយពេលនេះស្ថិតនៅវ័យក្មេងហើយក៏ចាប់រៀនការនិយាយរៀនសីលធម៌រៀនពីការគោរពស្គាល់នៅអ្វីៗដែលបានជួបគឺបានស្គាល់វ័យសិក្សាឪពុកម្ដាយបាននាំទៅសាលារៀនចូលរៀនចេះចាប់កាន់សៀវភៅរៀនសរសេររៀនអានលេខអក្សរខ្មែររៀនរាប់អានមិត្តចាស់ថ្មីរៀនចេះក្លាហានពេលមួយអាចទៅសាលារៀនដោយខ្លួនឯងបានហើយពេលនេះចេះប្រកួតប្រជែងនៃកិច្ចការងារសាលាទៀតផងដល់ពេលនេះត្រូវប្រឈមមុខនឹងការប្រឡងធំហើយវ័យនេះស្គាល់ពីជ័យជំនះបរាជ័យការអត់ធ្មត់បាក់ទឹកចិត្តរៀនសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងនិងចេះគិតបានវែងឆ្ងាយពេញវ័យហើយគ្រប់យ៉ាងខ្ញុំជាខ្ញុំស្គាល់ខ្លួនឯងជាងនរណាទាំងអស់ការឆ្លងកាត់ជីវិតមួយនេះមកដល់ពេលនេះវាហត់នឿយសប្បាយទុក្ខជោគជ័យបរាជ័យសរសើរបង្អាប់លើកឡើងដាក់ចុះហើយក៏ត្រូវឆ្លងកាត់ដោយខ្លួនឯងទាំងសុខទាំងទុក្ខទាំងស្រួលលំបាកទទួលយកការពិតនៃខ្លួនឯងពីឃ្លាសង្ខេបខ្លីៗខាងលើបង្ហាញតាំងពីកំណើតដល់រៀនបឋមបន្តដល់អនុវិទ្យាល័យនិងបញ្ចប់វិទ្យាល័យហើយនេះជាការសម្រេចចិត្តបន្តដល់ពេលដែលត្រូវសម្រេចចិត្តឲ្យច្បាស់លាស់ពីជីវិតរៀនជំនាញអ្វីទៅធ្វើការងារអ្វីគួរធ្វើនៅឯណាគួរឆ្លងទៅរៀននៅក្រៅប្រទេសឬអត់តើអាចជួយខ្លួនឯងដោយមិនចាំបាច់មានគ្រួសារជាអ្នកចាំជួយពីក្រោយបានឬនៅឆ្លងកាត់ទៀតហើយហន់ក៏ហន់តែព្រោះបទពិសោធន៍ជីវិតគឺមិនធុញទេរសជាតិដ៏រឹងមាំត្រូវតែល្អបំផុតដល់ពេលហើយគូព្រេងបានមកជួបគ្នាហើយស្គាល់ហើយស្នេហាច្បាស់លាស់ណាស់គាត់មិនស្អាតឬសង្ហាពេកទេគ្រាន់តែចូលចំណោមគេបានអ្វីដែលសម្រេចជាគ្រួសារមួយជាមួយគាត់នោះគឺគាត់ល្អសម្រាប់ខ្ញុំគ្រប់លក្ខខណ្ឌដែលចូលក្នុងជីវិតខ្ញុំនេះបានគាត់មិនឧស្សាហ៍ណាស់ណាទេហើយក៏មិនមែននៅស្ងៀមមិនធ្វើអ្វីនោះដែរកិច្ចការដែលគាត់ធ្វើតែងតែតាំងចិត្តធ្វើឲ្យបានយ៉ាងល្អបំផុតឈប់និយាយគាត់ត្រឹមនេះពេលនេះយើងរៀបការហើយក៏ជាថ្ងៃដែលនារីគ្រប់រូបប្រាថ្នាផងដែរនោះគឺឈុតកូនក្រមុំក្នុងថ្ងៃមង្គលការនេះហើយការក្រងសម្លៀកបំពាក់ជាច្រើនរហូតមកដល់មួយឈុតនេះជាមួយមកុដនេះវាធ្វើឲ្យខ្ញុំคล้ายជាព្រះនាងហើយព្រះអង្គម្ចាស់កំពុងរង់ចាំដែរហើយមើលទៅខ្ញុំមិនខកបំណងទេជាមួយបុរសម្នាក់នេះពាក់អាវធំភ្លឺស្រស់ហាក់ដូចជាព្រះអង្គម្ចាស់ម្នាក់តែច្បាស់ណាស់គាត់ជាព្រះអង្គក្នុងដួងចិត្តនិងកែវភ្នែករបស់ខ្ញុំការជួបជុំដ៏អស្ចារ្យជាមួយគ្រួសាររបស់យើងទាំងអស់គ្នាទាំងមិត្តភ័ក្តិចាស់បងប្អូនជិតឆ្ងាយមកអបអរនិងសាទររីករាយជាមួយគ្នាក្នុងថ្ងៃមង្គលការមួយនេះរយៈពេលជាយូរបានកន្លងទៅយើងមានបុត្រហើយមេរៀនជីវិតបានមកដល់ទៀតហើយការទទួលអារម្មណ៍នៃមនុស្សម្នាក់មានរូបពីរនិងបេះដូងពីរតែនេះមិនមែនជាបេះដូងពីរទេគឺ3មានបេះដូងខ្លួនឯងមួយ
កូនក្នុងផ្ទៃមួយនិងស្វាមីមួយផងដែរមុន3ខែត្រូវសម្រាកហើយកិច្ចការងារក៏សម្រេចចិត្តសម្រាកតែអាចយកមកធ្វើនៅផ្ទះបានព្រោះมันលំបាកទេការងារធ្វើច្រើនឆ្នាំមកហើយកិច្ចការងារផ្ទះផ្សេងតែងតែធ្វើជាមួយគ្នានិងដាក់វេនគ្នាជាមួយស្វាមីពេលនេះគាត់ធ្វើជំនួសច្រើនណាស់គាត់នឿយហត់ទ្វេដងហើយគាត់ក៏ឆាប់មកផ្ទះដែរទោះការងារលំបាកយ៉ាងណាក៏ដោយថ្ងៃសម្រាលបុណ្យគាត់មិនទៅណាទេរូបខ្ញុំជាប្រពន្ធឈឺចាប់ពេលសម្រាលរីឯស្វាមីថ្លៃបារម្ភគ្រប់ច្រកល្ហកអារម្មណ៍អន្ទះសារចង់ដឹងដំណឹងទាំងប្រពន្ធនិងកូនការមើលថែគ្រប់យ៉ាងទាំងមិនមានពេលបានគេងបានសម្រេចចិត្តសម្រាកពីការងារមួយរយៈដើម្បីមកបម្រើភរិយារហូតដល់3ខែបន្ទាប់អូនពិតជាអរគុណនៅអ្វីដែលបងបានលះបង់កាលកន្លងចេះតែបន្តរហូតហើយគ្រួសារតូចមួយនេះក៏មានក្តីសុខកក់ក្ដៅណាស់មិនយូរទេយើងបានជោគជ័យគ្រប់យ៉ាងរួមទាំងការងារគ្រួសារពេលនេះមានផ្ទះពុកម៉ែលែងលំបាកទៀតហើយពាក់កណ្ដាលជីវិតរស់នៅជាមួយឪពុកម្ដាយជាគ្រួសារទី1និងពាក់កណ្ដាលជីវិតទៀតរស់នៅជាមួយស្វាមីជាគ្រួសារទី2ជីវិតដ៏អស្ចារ្យមួយនេះគ្រប់កន្លែងមានគាត់នៅក្បែរគ្រប់ពេលមានគាត់មើលថែគ្រប់កាលៈទេសៈមានគាត់ចាំប្រឹក្សាទាំងការងារនិងការសម្រេចចិត្តគាត់មានរបៀបច្បាស់លាស់និងចាយវាយត្រឹមត្រូវទោះបញ្ហាអ្វីក៏យើងមិនដែលមានបញ្ហាហិរញ្ញវត្ថុនោះឡើយដល់វ័យចាស់ហើយជីវិតនេះនៅតែស្មោះស្ម័គ្រនិងកាន់ដៃគ្នារហូតឆាកជីវិតមួយនេះដ៏រលូនដែលមនុស្សស្រីចង់បាន